จังสำหรับการจับดาวที่การจับวันของเราเป็นของเขาบุคคลในบ้านของเลี้ยงก็เลยที่ก่อหรือที่จังเต้ได้สำเร็จจัดทางที่จะม้อนเราจะตั้งจัดมีการตั้งจัดบ้านปุ๊บเอาเจ็ดฟองตู้ของการตัวนี้แหละให้เธอกับมันการเลี้ยงเราเยอะแต่ล้างยังโจจัดที่การตัวจันวันเยอะจะยังตัวบ้านบอกตั้งใจบุคคลมันตัวบ้านได้จัดได้กายปีจำวันเต้côngอาตอนเปิดนะมาตอนเปิดเราแต่ล้างอยู่ในแต่hỏi bộ con không cắt thắng là bòនេះជាបតូចតាចបរកប្រាក់ចំណូលបានឬគឺជាបថាអត់មានពីផ្សារឬគឺទៅតបបែកកុំអាចតមើលចំណុចហ្នឹងសំខាន់រៀនរបបពិសោធន៍រកចំណេះដឹងសិនព្រោះមន់ត្រែនៅក្នុងប្រទេសកម្ពុជានេះច្រើនណាស់ច្រើនសម្រាប់អ្នកចិញ្ចឹមប៉ុន្តែបងប្អូនដែលទទួលជោគជ័យហ្នឹងគោភាគរយគោបងប្អូនខ្លះក៏ធ្វើបានតែបងប្អូនខ្លះធ្វើបានដោយសារពេលខ្លះក៏ខ្វះចំណេះដឹងអញ្ចឹងមេរៀនទី1សម្រាប់បងប្អូនដែលសម្រាប់ចាត់ថារៀនចិញ្ចឹមមាន់ហើយគឺរកទីតាំងដីទួលពលិទឹកដើម្បីសងទ្រង់មាន់មុននឹងចាំមាន់បងប្អូនត្រូវមាន8ចំណុចបាននៅក្នុងប្រព័ន្ធឯកសារខាងនេះ8ចំណុចពីការធ្វើបងប្អូនមើលវីដេអូតាមដាននៅបានគ្រប់8ចំណុចហើយចាំចាប់ផ្ដើមទិញមាន់ចូលកុំអាតទិញមាន់ណារវាងប្រាក់ទិញមាន់នឹងរវាងដែលយើងទិញមាន់ហើយយើងអត់ទាន់មានគោលដៅយើងអត់បានទេមិនថាយកមាន់ទុកកន្លែងណាទេអញ្ចឹងកសិករទាំងអស់គ្នាគួរចាប់ផ្ដើមពីបាទត្រង់4បន្ទប់ណា4បន្ទប់បងប្អូនអញ្ចឹងត្រង់នេះបងប្អូនអាចយកបាទតឹងនេះកំ7ម៉ែត្រណា7ម៉ែត្រពីទឹកបដោយបងប្អូនយកតាមចិត្តចង់អញ្ចឹងយកបងប្អូនយកតែ4បន្ទប់ទៅហើយបាទ4បន្ទប់យកមានថាតឹង3បដោយ2កន្លះបាទតឹង3បដោយ2កន្លះនោះគឺទី1អបទី1ទី2បងប្អូនអាចយកតឹង3បដោយ2បានហើយបើសិនជាបងប្អូនប្រកាសរងវែងបងប្អូនឆ្នៃមកដៃបងប្អូនដៃតោចដែរទេអញ្ចឹងយកតែ2ម៉ែត្របានហើយបាទបដោយណាបើសិនជាបងប្អូនហ្នឹងខ្ញុំមានពុនធានមានសហការហើយចង់ឲ្យក្រុមហ៊ុនទលាយហើយតែខ្ញុំបងប្អូនយក2ម៉ែត្រកន្លះចំណុចនេះបងប្អូនអាចធ្វើបានបងប្អូនថាហេតុអីមាន2ម៉ែត្រកន្លះមាន2ម៉ែត្រចំណុចនេះគឺបានបងប្អូនបានគ្រាន់តែបើ2ម៉ែត្រកន្លះគឺយើងដាក់តាមមេ6មេ7នេះទេមេ7បាន1បាទមេ7បាន1អញ្ចឹងខ្ញុំឲ្យបងប្អូននេះជាដើមចងដំបូងដែលខ្ញុំបើកវិស័យទៅលើផ្នែកកម្មចិញ្ចឹមមាន់ត្រានេះខ្ញុំគឺខ្ញុំមានក្រុម4បន្ទប់បងប្អូនណាបាទ4បន្ទប់ដូចខ្ញុំផងអញ្ចឹងហើយដាក់មេ7បាន1អញ្ចឹងមេរបស់សរុប28មេមេ28ក្បាលណាមេកសិករគួរប្រើមេ28បា4 1 2 3 4បាទ4ក្បាលបងប្អូនមេ28បា4ធ្វើឲ្យមន់504សុខតាយចង់ថាពេញប្រទេសគ្រប់ខេត្តបងគ្រប់ខេត្តដោយតែខ្ញុំបរិទ្ធមិនមែនថាខ្ញុំប្រឹងធ្វើឯងទេខ្ញុំបរិទ្ធទៅបងប្អូនដែលរៀនខ្ញុំឲ្យគាត់ប្រឹងធ្វើដូចខ្ញុំដែរយកពីមេ28រហូតដល់មានមន់រាប់សែនក្បាលរាប់សង្ឃថារាប់លានក្បាលគាត់10ឆ្នាំហើយចូលរាប់លានពីព្រោះមកខ្ញុំសប្តាហ៍នេះកូនតើដែលផលិតបានម្នាក់គាត់មានមេ100 200 300 500មេកូនតើខ្លះមេដល់1000គាត់ថាមេយកចំនួនទូថាកាត់កូនប្រមាណចេញពីណាចេញពីខ្ញុំបង្រៀនគាត់មេ28គ្រាន់តែគាត់ចាប់ផ្ដើមបើគាត់មានលុយគាត់ដាក់ច្រើនហ្នឹងទៅមេ100 200 300ទៅហើយសម្រាប់កសិករខ្វះធនធានឬក៏យកបបិទមេ28បា4អញ្ចឹងដើមចុងនេះគឺមេ28បា4បងប្អូនកាលនោះខ្ញុំមានមេប៉ុណ្ណឹងហើយតែខ្ញុំមេទេខ្ញុំរៀនធ្វើទូត្រង់នេះខ្ញុំធ្វើត្រង់ឈើណាត្រង់ឈើដើមកាសាប្រក់ខ្លួនឯងអីខ្លួនឯងទាំងអស់ពីអាគូតាហើយខ្ញុំមានទូស្អំនេះក៏ត្រង់ឈើដែរទូស្អំនេះបងប្អូនយកទៅតាំង2ម៉ែត្រ4បាត់កងផ្លាកគេជំវិញដើម្បីកងផ្លាកគេយើងវាមាន2ម៉ែត្រ4កាត់2មកអូនមកគឺត្រូវណាត្រូវទូស្អំកូនមាន់បាទដាក់បាន2បន្ទប់ណាបាទ2បន្ទប់នេះទូស្អំហើយទូស្អំអញ្ចឹងយើងត្រូវត្រៀមទៀតត្រូវតែធ្វើត្រង់ធ្នើនេះបងប្អូនធ្វើដូចទូស្អំដែរប៉ុន្តែត្រង់ធ្នើនេះបងប្អូនធ្វើពីតំណាញ់បាទបដល់2ម៉ែត្រ4គ្នាបងប្អូនខាន់ពី2គ្នាមកខាន់ហ្នឹងគឺមិនឲ្យខាន់ជាប់ទេដើម្បីថ្ងៃណាដែលបងមានមន់ច្រើនបងដកកណ្ដុកខាន់អញ្ចឹងឲ្យវាមកច្រើនមកបាទនេះ
គាត់ឲ្យយើងចុចថាសំខាន់នេះបាទអញ្ចឹងត្រៀមត្រង់មេបាទូស្អំត្រង់ស្អំឬក៏ទូស្អំត្រង់ធ្នើត្រង់ធ្នើនេះត្រង់ជាប់ដៃដូចនេះហ្នឹងកម្ពស់ហ្នឹងកម្ពស់តែ9 តាក់ទេបាទត្រង់ទៅនឹងក្រោមហ្នឹងមិនមែនត្រង់ធ្នើចាំអាត្រង់ធ្នើតោះថាំជាជាងកសិដ្ឋានខ្ពស់ៗចឹងអាត្រង់ទៅទេហ្នឹងមិនត្រង់ធ្នើដែរបាទបងយល់ហើយណាហើយបងប្អូនត្រៀមទៀតត្រូវតែត្រៀមទូនេះខ្ញុំឲ្យបងប្អូនប្រើទូខ្នាតយ៉ាដរយ76គ្រាប់ទូនេះប្រើខ្នាត176គ្រាប់ដោយសារអីដោយសារតែយើងរៀន1បាច់បននេះយកឲ្យមេកាខលទេគឺយើងសំពមន់ទៅទូណាបាទព្រោះទីក្រាំងទៅសំទូហើយដំបងយកអត់តចំណេញទេមកត្រង់បងបាន3បាន3ឧទាហរណ៍មេ7ណាសំបាន12គ្រាប់ហើយបងរើសបាន6ទៅ7ថ្ងៃចូលទូម្ដងវាបានមកកន្លែងនេះបានមកកន្លែងលើនេះចូលទូមកអញ្ចឹងខ្ញុំទីចំហជារឿងពិតតែម្ដងបាទខ្ញុំមានមេ28បាទមេ28បាទ4អញ្ចឹងខ្ញុំប្រមូលកងខ្ញុំគិតថាអនុភាគរយប្រមូលកងមួយថ្ងៃបាន12គ្រាប់ណាបាទ12គ្រាប់ដើម្បីបងយល់12គ្រាប់អញ្ចឹងខ្ញុំប្រមូល6ថ្ងៃបានណាបងបានអស់ទៅ6ថ្ងៃគុណ6ថ្ងៃបាន72គាត់ណាចា72គ្រាប់គាត់ថាបងប្អូនមិនលំបាកទេបាទអនាគតត្រូវតែបងប្អូនលេងទិញកូនមន់5 4ប៉ុន្តែខ្ញុំសប្បាយចិត្តណាឲ្យបងប្អូនធ្វើបានខ្ញុំអត់បារម្ភខាងកូនមន់ផលិតកូនមន់ឲ្យទៅរៀនបែបហ្នឹងតិចគាត់ធ្វើបានលេងទិញអត់ទេយើងត្រូវតែរស់ក្នុងសង្គមទៅជួយវាណាបងគិតមើលបាន72គ្រាប់បងចូលទូកជាន់ណាចូលទូកជាន់តែលើទូយើងអញ្ចឹងបងរើទៀតរើពី1ថ្ងៃដល់1ថ្ងៃតាមបន្តទៀត2វគ្គទី3ក៏តាមយកព្រោះបងមកទៅចូលទូ20ថ្ងៃក៏20ថ្ងៃវាចាប់តាមព្រះចាប់ត្រាយកដាល់21យកឲ្យណា22 23ជាយកតើខុសក្នុងខុសហើយកុំភ្លេច8ថ្ងៃឆ្លោះមើលបាទខ្ញុំបរៀននៅពីកម្មវិធីឆ្លោះណាបាទអត់ពិបាកទេចូលតែ7បានមាន7ឆ្លោះបានអញ្ចឹងខែដែលមានហ្នឹងជារឿងប៉ិតខ្ញុំផ្ទាល់បងប្អូនប្រវត្តិខ្ញុំជារឿងប៉ិតមេ28 4ខ្ញុំបានកំណត់នេះថាតែមានថ្ងៃមួយមេខ្ញុំពងរហូតដល់22គ្រាប់មេ28តែបានតែមួយថ្ងៃណាប៉ុន្តែមិនមែនយកមួយថ្ងៃនឹងមកចែកលេខខាងឲ្យបងប្អូនភ្ញាក់អើបងប្អូនធ្វើយ៉ាងណាក៏បានដោយសារតែពេលនោះដូចសុខភាពល្អបងសុខភាពល្អវាពកមកមួយថ្ងៃប៉ុន្តែខ្ញុំទទួលគេអូមេមន់នោះ28ក៏បានមក24ខ្ញុំប្រាប់គ្រូថាខ្ញុំទទួលគេថាស្អែកឡើងវាចុះវិញស្អែកឡើងបានណាទៅជា16គ្រាប់13គ្រាប់អញ្ចឹងណាបាទនោះតាមនោះទៅប៉ុន្តែនេះជាការចែកម្លែកបានតែម្ដងទេប៉ុន្តែភាគរយឲ្យតែបានតែ12 13 14 16នេះក្នុងមេ28បងប្អូនជួយបានហើយសន្សំមកណាសន្សំជាមេរៀនតូចធ្វើតូចទៅធំបន្តិចទៅច្រើនសន្សំរៀបផែនការបែបនេះទៅឲ្យកម្មវិធីធ្វើអត់តាំងកុំបានយើងបាទ72គ្រាប់នេះអាចយកបាន50នេះទៅវាខាងតាំង40 50 60ធ្វើតាំងបានណាបាទតាំងធ្វើតាមលំដាប់ដល់យើងកម្មវិធីធ្វើតាំងបន្តទៀតអញ្ចឹងមេរៀននេះក៏ជាមេរៀនថាគម្រោងដំបូងកសិករទូទាំងប្រទេសសម្រាប់ដំបូងគួរណាគួរត្រៀមទុនលេខ28 34ទ្រង់ទ្រង់ភ្លើងធ្វើខ្លួនឯងទ្រង់មេបាពុទ្ធធ្វើខ្លួនឯងបងប្អូនដើរកាត់ចាមិនថាប្រក់បងប្រក់ឡុកសាំងអាស្រ័យធម្មតាបាទឲ្យធ្វើឲ្យចិត្តព្រៀងបាទហើយទៅចាក់តាទ្រង់ហ្នឹងទៅចាក់តាហើយទៅមានទូ171គ្រាប់ទូអូតូស្វ័យប្រវត្តិបងប្អូនតែបណ្ដឹងដើរបានណាខ្ញុំតែលាជូនណាគឺដើរបានឲ្យតែសិក្សាបានច្បាស់កុំអាចទាន់មើលទៅគេថាគេធ្វើច្រើនគេធ្វើធំគេធ្វើបានស្បល់ច្រើនកុំមកគេរកផន់2 3ពាន់ក្បាលក្នុងមួយខែកុំអាចទៅគិតต้องបោកគិតតែប៉ុណ្ណឹងសិនណាប៉ុណ្ណឹងសិនគិតនឹងមិនមែនសិនទេបងត្រូវគិតឲ្យយើងណោតហេ6ថ្ងៃមក72គ្រាប់ឥឡូវខ្ញុំចង់បាន6ថ្ងៃ
bà bố môi ngay mà ngay rơi ban mà ngay rơi mà có crop này bố môi ngay bố môi rồi crop như thế tăng cái này mày dữ nè bà cho tôi hỏi cây này cái đó nè bàคุณbà bố con này mưa tam cà lại bọc nhà mình bà cần gì bố con là nhầm lại tới không còn này ná bà trong miền tây miền này đó thành tây phải chốt chốt chừng bà có con tráng chừng gì bố con bà